Telegram ឥឡូវវាចេះទាញលុយយើងមួយរៀលទៅមួយរៀលជាងដើម្បីចង់បញ្ជាក់ថាយើងជាអ្នកប្រើប្រាស់មែនទែនប៉ុន្តែនៅតែមានបងប្អូនយើងមួយចំនួនដែលកំពុងតែប្រើប្រាស់វានឹងហើយណាអ្នកប្រើប្រាស់មែនទែនពិតប្រាកដណានៅតែធ្វើប្រហែសឲ្យមានការបាត់ account បាត់គណនីឬក៏អាចឲ្យគេចូល hack បានអញ្ចឹងទៅអញ្ចឹងអានេះគឺធ្ងន់ជាងចាយលុយមួយរៀលទៅមួយរៀលជាងដើម្បីបង់ឲ្យវាទៀតចឹងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់បងប្អូនពីចំណុចមួយចំនួនដែលយើងអាចចូលទៅកំណត់ដើម្បីការពារសុវត្ថិភាព Telegram របស់យើងធ្វើម៉េចឲ្យវារឹងមាំឬក៏អាចមិនថាឲ្យវាតាន់អីចឹងទៅអញ្ចឹងទៅមើលជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងដំបូងបងប្អូនអាចចូលទៅកាន់ Telegram របស់យើងមកហើយយើងចូលទៅកាន់ setting យើងនឹងឃើញបែបនេះហើយខ្ញុំសុំកាត់បន្តិចណាបងប្អូនអញ្ចឹងបងប្អូននឹងឃើញជាមួយនឹងមុខងារច្រើនមែនតើមាន chat setting មាន privacy and security ចឹងទៅចឹងអ្វីដែលយើងចូលទៅកំណត់គឺយើងអាចចូលទៅកន្លែងនេះ privacy and security ព្រោះកន្លែងហ្នឹងគឺជាកន្លែងដែលយើងអាចចូលទៅកំណត់សុវត្ថិភាពaccount ឬក៏គណនី Telegram របស់យើងអញ្ចឹងណាអញ្ចឹងចំណុចទី1ដែលខ្ញុំចង់បង្ហាញក៏ដូចជាប្រាប់បងប្អូនឲ្យកំណត់ហ្នឹងគឺតកតងទៅជាមួយនឹងមុខងារចាក់សោ2តង់អញ្ចឹងខ្ញុំគិតថាមុខងារនេះក៏វាជួយឲ្យ account របស់យើងកាន់តែមានសុវត្ថិភាពជាងមុនដែរគេហៅថាក្នុងនេះ two step verification អញ្ចឹងណាអូខេអញ្ចឹងយើងចូលទៅកន្លែង two step verification ហ្នឹងមកចូលកន្លែងហ្នឹងមកអូខេអញ្ចឹងកន្លែងនេះគឺវាឲ្យយើង set password ហើយខ្ញុំសូមបញ្ជាក់បងប្អូនថាបើយើង set password កន្លែងនេះហើយណាគឺយើងធ្វើម៉េចឲ្យ password ហ្នឹងយើងចាំផងដោយសារតែខ្ញុំហ្នឹងគឺជួបផ្ទាល់ហើយមានបងប្អូនយើងច្រើនមែនតើឆាតមកខ្ញុំពេលខ្លះគាត់ដាក់ 2FA ហ្នឹងទៅមុខងារចាក់សោ2តង់ហ្នឹងទៅស្រាប់តែដល់ពេលលុកលេខថ្មីគាត់អត់ចាំអាលេខហ្នឹងអញ្ចឹងវាធ្វើឲ្យពិបាកនៅក្នុងការ recover account មកវិញអញ្ចឹងយើងធ្វើម៉េចឲ្យចាំអញ្ចឹងទៅអូខេអញ្ចឹងឥឡូវខ្ញុំចូលទៅ set password មកអូខេខ្ញុំដាក់ password ខ្ញុំមួយអញ្ចឹងបន្ទាប់ពីយើងដាក់លេខកូដអីហើយគឺយើងអាចចុចសញ្ញាព្រួយទៅមុខទៀតមកហើយវាឲ្យយើង re-enter ដាក់លេខកូដដែលយើងដាក់មិញហ្នឹងម្ដងទៀតដើម្បី verify អូខេមកដល់កន្លែងនេះគឺវាឲ្យបានន័យថាវាឲ្យជាសញ្ញាពីអីមួយអញ្ចឹងណាអញ្ចឹងក្នុងករណីថាបើសិនជាយើង reset password ឬក៏យើង log in ជាប់អីម្ដងទៀតអានេះបើសិនជាយើងចាំពាក្យណាមួយដែលវាជាកូនសោវាងាយស្រួលចំណាំយើងអាចដាក់ទៅប៉ុន្តែបើសិនជាយើងអត់ចង់ដាក់ក៏បានចុចទៅលើពាក្យថា skip នេះមកអូខេតែប៉ុណ្្នឹងមកហើយយើងអាចបញ្ចូលជាមួយនឹង email របស់យើងមកអញ្ចឹងខ្ញុំគិតថាបងប្អូនមាន email គ្រប់គ្នាណាបើសិនជាអត់ទាន់មានទេបងប្អូនអាចទៅបង្កើត email មួយថ្មីឲ្យរឹងមាំមកខ្ញុំមានវីដេអូតែទៅមើលការបង្កើត email ដែរវីដេអូមុនបងប្អូនអាច scroll ចូលទៅមើលបានអូខេខ្ញុំដាក់ email របស់ខ្ញុំមកអូខេអញ្ចឹងបន្ទាប់ពីយើងដាក់ email របស់យើងហើយយើងអាចចូលទៅយកលេខកូដរបស់យើងចេញពី email អញ្ចឹងកន្លែងនេះគឺសំខាន់មែនតើព្រោះខ្ញុំគិតថាភាគរយដែលអ្នកអត់មាន email ហ្នឹងគឺច្រើនដែរអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាបងប្អូនគួរតែមាន email ម្នាក់មួយទៅស្រួលអូខេអញ្ចឹងខ្ញុំចូលទៅយកកូដពី email របស់ខ្ញុំអញ្ចឹងបន្ទាប់ពីដាក់លេខកូដហើយគឺវានេះហើយវាឲ្យយើងទៅវិញហើយ return ទៅកាន់ setting វិញហើយបានន័យថាយើងបានបើកមុខងារចាក់សោ2តង់នឹងរួចហើយអូខេអញ្ចឹងយើង return to setting ហើយអូខេកន្លែងនេះគឺវាចេញ change password disable password ឬក៏ change recovery email អញ្ចឹងទៅអញ្ចឹងយើងថយទៅវិញមកនេះបងប្អូនឃើញទេកន្លែង two step verification នេះវាដាក់ពាក្យថា on អញ្ចឹង account របស់យើងគឺកាន់តែមានសុវត្ថិភាពមួយតង់ទៀតហើយអញ្ចឹងនៅរាល់ពេលដែលយើង log in ម្ដងទៀតគឺវានឹងទាមទារឲ្យយើងដាក់លេខកូដផ្ញើតាមលេខទូរស័ព្ទផងហើយវាឲ្យយើងនឹងវាយលេខកូដដែលយើងកំណត់មិញហ្នឹងម្ដងទៀតអញ្ចឹងទៅវាកាន់តែមានសុវត្ថិភាពអានេះបើសិនជា account ក៏ដូចជាគណនី Telegram របស់បងប្អូនប្រើកិច្ចការងារសំខាន់ច្រើនយើងគួរតែដាក់មុខងារមួយនេះប៉ុន្តែបើសិនជាយើងប្រើប្រាស់ធម្មតាទេបងប្អូនគិតថាគិតមើលខ្លួនឯងទៅចង់ដាក់ឬក៏មិនដាក់បាទអញ្ចឹងចំណុចទី2បន្ទាប់ពីយើងដាក់លេខកូដ2តង់ហើយយើងគួរធ្វើអីទៀតយើងអាចចូលទៅ check មើល device អញ្ចឹងយើងចូលមកកន្លែង device នេះបងប្អូននៅកន្លែងហ្នឹងដែរណា privacy and security ហើយបន្តទៀតយើងមើលមកក្រោមនេះ device អូខេអញ្ចឹងកន្លែងនេះក៏សំខាន់ដែរអញ្ចឹងក្នុងករណីថាបើសិនជាយើងប្រើប្រាស់ Telegram ទៅយើងអត់បានគិតយើងអត់ចាប់ផ្លឹកស្រាប់តែមានគណនីណាមួយលួចចូលប្រើប្រាស់នៅក្នុង Telegram របស់យើងដោយសម្ងាត់ច្រឡំបន្លំធ្វើជាប្រើដូចជាយើងអញ្ចឹងទៅស្រាប់តែបន្លំផ្ញើលុយផ្ញើអីទៅផ្សេងគឺយើងហានិភ័យមែនតើអញ្ចឹងយើងអាចចូលមកកន្លែង device នេះនឹងវានឹងបញ្ជាក់ឲ្យថាតើទូរស័ព្ទឬក៏ device computer អីមួយណាកំពុងតែប្រើប្រាស់ account របស់យើងអញ្ចឹងក្នុងករណីថាបើយើងនេះប្រើប្រាស់ទូរស័ព្ទតែមួយតែស្រាប់តែចូលឆែកកន្លែងនេះទៅឃើញម៉ាកទូរស័ព្ទ2 3មាន iPhone 7 iPhone X iPhone 11 12 13អញ្ចឹងទៅអញ្ចឹងយើងប្រកាសជាសង្ស័យហើយអញ្ចឹងយើងអាចធាក់វាចេញបានអញ្ចឹងឧទាហរណ៍ថាខ្ញុំសង្ស័យជាមួយនឹងនេះ Chrome នេះស្រាប់តែមាន Chrome មែនខ្ញុំប្រើទូរស័ព្ទតែមួយទេស្រាប់តែក្នុងនេះវាមាន Chrome មានអីទៀតអញ្ចឹងទៅធាក់ចោលទៅចូលឲ្យនឹងបាច់ចុចទៅលើពីថា terminate session នឹងមកចុចកន្លែងហ្នឹងទៅគឺវាទៅឲ្យបងប្អូននេះគឺជាចំណុចមួយដែលបងប្អូនគួរតែចូលទៅមើលបាទហើយក្រៅតែពីការធាក់ device ចេញគឺយើងនៅមានចំណុចមួយទៀតគឺការប្រើប្រាស់របស់បងប្អូនទាំងអស់នេះផ្ទាល់តែម្ដង
អញ្ចឹងសម្រាប់ការប្រើប្រាស់ផ្ទាល់នឹងមិនអញ្ចឹងកន្លែងនឹងចេះក្នុងករណីថាបើសិនជាមានលេខណាមានក្រុមណាទាញចូលយើងចូលទៅផ្ដេសផ្ដាស់ដូចជាក្រុមលបែងក្រុម investment ការវិនិយោគឬក៏ក្រុមឆ្នោតអីផ្សេងៗគឺយើងគួរតែប្រយ័ត្នណាបងប្អូនអាច block ឬក៏អាច leave ចេញភ្លាមទៅហើយមួយទៀតគឺកុំចុចទៅលើ link ផ្ដេសផ្ដាស់វាអាចជាគេហៅថា phishing link អញ្ចឹងបើសិនយើងចុចទៅយើងអាចផ្ដល់ព័ត៌មានទៅគេអាចទទួលព័ត៌មានរបស់យើងនឹងគឺគេអាចគ្រប់គ្រងគណនីរបស់យើងបានអញ្ចឹងអានេះគឺហានិភ័យមែនតើហើយសម្រាប់ link ណាបើសិនជាបងប្អូនអត់មានប្រភពច្បាស់លាស់កុំចិត្តតែចុចពេលខ្លះគេផ្ញើសារមកដើម្បីបំភ័យយើងទេថា account របស់យើងខូចចិត្តអីចឹងទៅឲ្យចុចទៅលើ link នេះចុចទៅលើ link នោះអញ្ចឹងអានេះគឺប្រយ័ត្នមែនតើឥឡូវនេះគឺជួបច្រើនណាស់បងប្អូនអញ្ចឹងហើយខ្ញុំគិតថាប្រហែលចំណុចនេះវាអាចជួយបងប្អូនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាវីដេអូនេះបងប្អូនយើងមិនគិតថាវាវែងពេកទេណាព្រោះយើងអាចអនុវត្តទៅតាមចំណុចទាំងអស់ហ្នឹងទៅគឺវាធ្វើឲ្យគណនីបងប្អូន Telegram របស់បងប្អូនហ្នឹងវាមានសុវត្ថិភាពជាងមុនកាន់តែតាន់ជាងមុនកាន់តែរឹងមាំជាងមុនអញ្ចឹងវីដេអូមួយគឺមានប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនចង់ដឹងអីថ្មីទៀតអាច comment មកមួយខាងក្រោមហើយជួបជាមួយខ្ញុំបានមេរ៉ានវីដេអូក្រោយទៀតបាយបាយ